រឿងបរោះទំបែក4នាក់កាលពីព្រេងនាយមានបរោះម្នាក់រកស៊ីចិញ្ចឹមជីវិតដោយយកស្លឹកត្នោតមកចាក់ស្មុកលក់ជារៀងរាល់ថ្ងៃគាត់តែងឡើងត្នោតចាក់ស្មុកយកទៅលក់ដើម្បីរកប្រាក់បន្តិចបន្តួចចិញ្ចឹមខ្លួនថ្ងៃមួយខណៈពេលគាត់អង្គុយនៅលើចុងត្នោតចាក់ស្មុកបណ្ដាហួចបទភ្លេងបណ្ដាដោយចិត្តសប្បាយរីករាយគាត់ក៏ចាប់ផ្ដើមស្រមើស្រមៃថាបើអញមានអ្នកបម្រើម្នាក់មកជួយធ្វើការអញប្រកាសจะចាក់ស្មុកបានច្រើនលក់បានលុយច្រើនលុះមានលុយច្រើនហើយអញនឹងលុះខ្ញុំម្នាក់មកបម្រើអញគិតទៅគិតមកកាន់តែសប្បាយចិត្តគាត់ក៏និយាយតែឯងថាបើខ្ញុំបម្រើនោះមិនខំធ្វើការអញនឹងធាក់វាចេញយ៉ាងនេះយ៉ាងនេះដោយភ្លេចគិតថាខ្លួនកំពុងអង្គុយលើចុងត្នោតខ្ពស់ពីដីគាត់ក៏លើកជើងធាក់យ៉ាងខ្លាំងបណ្ដាលឲ្យភ្លាត់ស្នៀតធ្លាក់ពីលើចុងត្នោតភ្លាមសំណាងល្អគាត់ចេះស្រវាចាក់បានធៀងត្នោតទាន់ហើយតោងនៅតែគ្មានកម្លាំងស្រែកថាជួយផងជួយផងពេលនោះមានម៉ូដំរីម្នាក់ជីដំរីដើរឆ្លងកាត់ឮសំរែកសុំជួយគាត់ក៏ងើបមើលឡើងទៅឃើញចៅចាក់ស្មុកកំពុងតោងធៀងត្នោតចៅចាក់ស្មុកស្រែកអង្វរថាសូមជួយដាក់ខ្ញុំចុះខងខ្ញុំនឹងសុខចិត្តបម្រើលោកអស់មួយជីវិតម៉ូដំរីក៏បើកដំរីទៅជិតដើមត្នោតឈរលើខ្នងដំរីហើយឈោងតាប់ជើងចៅស្មុកតែដោយសារទម្ងន់ម៉ូដំរីឈរសង្កត់ខ្នងដំរីនឹកស្មានថាម្ចាស់វាឲ្យសញ្ញាឲ្យដើរទៅមុខវាក៏ដើរចេញទៅទុកឲ្យម៉ូដំរីតោងជើងចៅស្មុកហើយចៅស្មុកតោងធៀងត្នោតដដែលឥឡូវនេះអ្នកទាំងពីរគ្មានផ្លូវចេញក៏ស្រែកថាជួយផងជួយផងមិនយូរប៉ុន្មានមានមនុស្សទំបែក4នាក់ដើរមកដល់ឮសម្រែកសុំជួយពួកគេក៏ឈប់មើលចៅស្មុកនិងម៉ូដំរីស្រែកអង្វរថាសូមជួយសង្គ្រោះយើងខ្ញុំផងយើងខ្ញុំសន្យានឹងបម្រើលោកទាំងអស់គ្នាអស់មួយជីវិតមនុស្សទំបែកទាំង4នាក់សប្បាយចិត្តខ្លាំងគិតថានឹងបានខ្ញុំបម្រើ2នាក់ដោយងាយពួកគេស្រែកថាតោងសិនបន្ទាប់មកពួកគេរត់ទៅយកសំណាញ់មួយមកចងជាប់នឹងករៀងខ្លួនហើយកាន់សន្ធឹងសំណាញ់ក្រោមដើមត្នោតរួចស្រែកឡើងថាទម្លាក់ខ្លួនមកយាវចាំទទួលហើយឮដូច្នេះចៅស្មុកក៏លេងដៃពីធៀងត្នោតគាត់នឹងម៉ូដំរីទម្លាក់ខ្លួនចុះមកចំកណ្ដាលសំណាញ់តែដោយសារទម្ងន់ធ្ងន់ពេកមនុស្សទំបែកទាំង4នាក់ត្រូវទម្ងន់ទាញឲ្យងោកទៅមុខក្បាលទាំង4ចូលគ្នាយ៉ាងខ្លាំងបែកក្បាលស្លាប់ភ្លាមរីឯចៅស្មុកនិងម៉ូដំរីវិញគ្មានគ្រោះថ្នាក់អ្វីឡើយពួកគេដើរចេញទៅដោយសុវត្ថិភាពហើយសើចសប្បាយជាមួយគ្នាដូចជាមិនមានហេតុការណ៍អ្វីកើតឡើងសោះ